បាទជំរាបសួរនេះគឺជាខ្ចោះសម្រាប់អង្គុយលេងលំហែកាយនារដូវប្រាំងបាទក្រោយចូលឆ្នាំបាទឥឡូវចូលឆ្នាំបានបញ្ចប់ហើយអ្នកនៅខេត្តស្ទឹងត្រែងស្គាល់ច្បាស់ណាស់ទីនេះបាទអ្នកដែលមិនទាន់បានស្គាល់ទីនេះចង់មកលេងខេត្តស្ទឹងត្រែងអីសូមអញ្ជើញទៅលេងតាមដងទន្លេសេសានបាទមិនខ្វះទេមានច្រើនកន្លែងមែនតែនបាទសម្រាប់ងូតទឹកបាទនៅទីនោះមានកញ្ចុះអង្គុយងូតទឹកទឹកត្រជាក់មែនតែនបាទហើយឥឡូវនេះគឺចាប់ចូលឆ្នាំហើយនៅចូលដល់ខែ5គឺតំបន់ហ្នឹងគឺខ្លាចជាទឹកអស់ហើយអញ្ចឹងអត់មានកន្លែងលេងទេបាទហើយអ្នកដែលចង់មកស្ទឹងត្រែងចង់ទៅលេងទៅហើយទៅបាទហើយនៅក្នុងខេត្តស្ទឹងត្រែងនេះយើងអាចធ្វើដំណើរចេញពីក្រុងតាមស្រុកសេសានបាទដែលមានចម្ងាយជិតបំផុតបាទបានន័យថានេះគឺជាទេសភាពថ្ងៃលិចបាទជាតំបន់រមណីយដ្ឋានតាមដងទន្លេសេសានខេត្តស្ទឹងត្រែងសមស្របសម្រាប់អ្នកដែលជ្រើសរើសទីតាំងចង់ទៅលេងបាទនៅស្ទឹងត្រែងមានកោះហានមានទន្លេសេសានសតតែជាតំបន់ទេសចរដែលអាចទៅទស្សនាទៅឧបហាជុំគ្នាបងប្អូនមិត្តភ័ក្តិបាទលំហែកាយនៅទីនោះបាទសូមអរគុណ